Bà ở con đọc ôn phó lục cru bà ôn mà nè ní trong xã room page ta có trời thơ đôi đầy lục cru bà tệ tôi nâng the first time sầm nè room page chỉ tôi tới khmênh sớm mai chắc bọn con anh mình nâng video mơ bàn tay việc copy cả anh vật chẹt đài vậy tới mình được phò sân cả là bát tê hái mà nó cô ấy tệ tôi nâng ca tệ tôi nâng ca room page first time mong cứ bà bạn nông ca rô cả lại nơi ca sổ bà trầu bà tôi bây giờ dương thọp đăng thọp lư mấy cái đài bàn tay bữa ăn vật chẹt đàiผูกគាត់ផឹងពឺតអញ្ចឹងទៅវាអាចចាប់ដើមឈឺនៅកផ្លូវឈឺនៅសាច់ដុំហើយឈឺនៅចង្កេះបាទវាចុករយខ្លាំងហើយវាផឹងពឺតតែវាអត់បានជាសាច់កាយអីទេអញ្ចឹងដើម្បីត្រៀមខ្លួននៅការរួមភេទលើកដំបូងទី1យើងត្រូវស្គាល់ពីចំណុចទីតាំងដែលយើងត្រូវសុបបញ្ចូលហើយនឹងអិយាប័តในការរួមភេទតើយើងគួរធ្វើយ៉ាងដូចម្ដេចអញ្ចឹងអិយាប័តដំបូងនៅពេលដែលយើងរួមភេទយើងត្រូវដឹងថាដើម្បីងាយស្រួលក្នុងការរួមភេទដើម្បីឲ្យយើងស្គាល់ពីទម្លាប់ទម្លាប់ទី1នៅពេលដែលយើងរួមភេទដៃគូរបស់យើងគឺកេងស្មាអញ្ចឹងទៅយើងពិបាកក្នុងការសុខបញ្ចូលហើយនៅពេលដែលយើងសុខបញ្ចូលគឺយើងនឹងធ្វើការឈឺជង្គង់ហើយនឹងឈឺចង្កេះឈឺស្លាយអញ្ចឹងអូនយកខ្នើយមួយកល់ពីចង្កេះរបស់គាត់មកគាត់នឹងអែនជាអក្សរ S ឲ្យអូនដូចឥឡូវគេមានសឡុងមានអីចឹងណាប៉ុន្តែបើសិនជាអូននៅក្នុងកលៈទេសៈមួយអូនកល់ខ្នើយចឹងនៅវាសម្រួលដល់ការដែលរៀងរួមភេទហើយវាអត់សូវឈឺចង្កេះឈឺជង្គង់ឈឺស្លាក់ហើយឈឺកន្លែងកលៀនដោយសារអ្នកខ្លះបើសិនជាគាត់ដបងអញ្ចឹងអ្នកណារួមភេទហើយសឹងដោតរួចគាត់ដបងភ្លាមៗអត់អីមួយថ្ងៃពីរថ្ងៃចាប់ដើមឈឺសាច់ដុំឈឺតាគៀកឈឺកផ្លូវឈឺចង្កេះឈឺតាមសាច់ដុំហើយកុំលមួលអីចឹងទៅហើយគាត់មានការឈឺនៅកន្លែងកលៀនរបស់គាត់ចឹងទៅដោយសារគាត់ចាប់ដើមផឹងដបងផឹងកថេកឲ្យភ្ញូចថឹងកថេកឲ្យភ្ញូចឲ្យវាអត់ចូលណាហើយវាអត់ដល់គោលដៅហើយវាអត់បានស្រួលទៀតដល់ first time ហ្នឹងគឺរៀងពិបាកអញ្ចឹងបើសិនជាដើម្បីឲ្យយើងយល់ដឹងពីការរួមភេទដើម្បីឲ្យវាមានភិសេកអីសុកស្រួលហើយសុកសុវត្ថិភាពទៅដល់ខ្លួនឯងទី1យើងត្រូវត្រៀមទៅជាទឹករំអិលស្រោមហើយកន្លែងគេងហ្នឹងគឺត្រូវមានខ្នើយសម្រាប់កល់បាទកល់ពីក្រោមអញ្ចឹងមកដើម្បីឲ្យវាឡើងជា flow មួយសម្រាប់យើងដឹងថាកន្លែងណាដែលយើងគួរសូវបញ្ចូលហើយអ្វីដែលអត់ខុសហ្នឹងគឺដៃហ្នឹងគឺកាត់កញ្ចក់ឲ្យស្អាតហើយយើងរាវរោតំបន់ឯកជនរបស់ស្ត្រីហ្នឹងតើនៅម្ដុំណាឲ្យវាដឹងព្រោះអីវាមានច្រើនកន្លែងចឹងខ្លាចខុសទៅវាពិបាកក្នុងការផ្ដល់អារម្មណ៍ឲ្យដៃគូរបស់យើងដែរទី1យើងអត់មានភាពថ្នឹកក្នុងការរួមភេទហើយយើងអត់ដឹងទីតាំងនេះទៀតចឹងយើងត្រូវការប្រើដៃជាជំនួយបន្ទាប់មកយើងដឹងដៃជំនួយហើយយើងរៀបចំឲ្យស្អាតមកបន្ទាប់មកយើងកល់ខ្នើយមកវាបថួយវាបថយវាសុកចូលដល់គោលដៅបានល្អទី2គឺវាអត់មានការឈឺចាប់នៅពេលដែលយើងរួមភេទហើយនៅការរួមភេទដំបូងហ្នឹងគឺត្រូវរៀបចំសម្អាតខ្លួនបន្ទាប់ពីយើងរួមភេទហើយពិសេសរួមភេទហើយគឺត្រូវតែនោមបាទដើម្បីលាងសម្អាតពហុនោមរបស់យើងកុំឲ្យយើងមានជំងឺកកស្ទះឬក៏បង្កនៅការកើតជំងឺប្រមេះទឹកបាយឬក៏ជំងឺកាមរោគផ្សេងបាទហើយបើមានបញ្ហាចម្ងល់អីទៀតបងនឹងជូនអូននៅវីដេអូទី2បាទអរគុណ